បានឧបត្ថម្ភថវិកា1 លានរៀលលោកលៀងហុងម្ចាស់ភោជនីយដ្ឋាននិងសន្តាគារតាំងឧបត្ថម្ភអាវយឺតនិងមួក95លោកមុំវ៉ារិននាយកសាលាអន្តរជាតិ Fredford និងភរិយាថវិកា50,000 រៀលអាវយឺត120មួក100លោកសុកវណ្ណៈម្ចាស់ភោជនីយដ្ឋាន Dream Bar អាវយឺតនិងមួក95លោកជ្រុយអ្នកលក់រថយន្តថវិកា20,000 រៀលនិងឯកឧត្តមសេនីយ៍តូននួនណារិនបានឧបត្ថម្ភដល់ក្រុមអត្ថាធិប្បាយយើងខ្ញុំនៅទឹកប្រាក់20,000 រៀលផងដែរសូមអរគុណគូទី131ដូចជាគៀកគ្នាល្អណាស់រវាងគូទី131 132ខ្សែទឹកខាងក្នុងកៅមនីអន្ត្រីសែនជ័យខេត្តកណ្ដាលដែលពាក់ផ្លាកលេខ261ឯកសន្តានពណ៌ស្លាទុំឯកខ្សែទឹកខាងក្រៅដែលមានលបឿនលឿននោះគឺប្រាសាទសជ័យបារមីស្ទាំងមាសខេត្តព្រៃវែងដែលមានឯកសន្តានពណ៌សហាក់ដូចជាដាច់គូប្រកួតខ្លាំងណាស់បានពាក់ផ្លាកលេខ262ប្រាសាទសជ័យបារមីស្ទាំងមាសខេត្តព្រៃវែងលឿនណាស់ដាច់គូប្រកួតបានមកដល់ទីហើយសម្រាប់គូទី131បានទទួលជ័យជំនះទៅលើកៅមនីអន្ត្រីសែនជ័យឯគូបន្ទាប់គូទី132ខ្សែទឹកខាងក្នុងព្រះនេតទឹកហនុមានសែនជ័យខេត្តកណ្ដាលដែលពាក់ផ្លាកលេខ263ក៏បានទទួលជ័យជំនះទៅលើគូប្រកួតគឺសេរីរតនាមហានិករបស់ខេត្តកណ្ដាលដែលពាក់ផ្លាកលេខ264